នឹងឲ្យលើកនេះយើងមកជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូ animation ថ្មីដែលវីដេអូនេះលើកនេះយើងចំណាយពេលប្រហែលជា3ខែនឹងផលិតវាអញ្ចឹងដែលបានចំណាយពេលទំនេរពីការងារឆ្លៀតពេលធ្វើហើយនឹងការរៀនស្រាវជ្រាវបន្ថែមអភិវឌ្ឍខ្លួនឯងហើយតកតូននឹង 3D character ដំរីយើងនឹងដាក់ឲ្យ download free ផងដែរអញ្ចឹងអ្នកយើងចាំចូលក្នុង Telegram ដើម្បីទទួលបានការ download free នៃ asset 3D ផ្សេងឡើយយើងចូលមកដំណាក់កាលធ្វើតាក់ទង 3D modeling character ទៅហ៊ានហើយមែនតើនេះខ្ញុំដាក់រូបខ្លួនឯងចូលក្នុងកម្មវិធី character creator 4ហើយសេរីខ្លួនយើងទៅតាមអ្វីដែលយើងចង់បានអញ្ចឹងមានសាច់ដុំអីអញ្ចឹងមើលទឹកមុខស្តៀងគ្នាវាមិនដូចទាំងស្រុងទេវាស្តៀង 80% អញ្ចឹងឥឡូវចូលមកដល់វាដាក់ rigging យើងដាក់ឆ្អឹងទៅតាមនឹងរូបរាងខាងក្រៅនៃឆ្អឹងរបស់មនុស្សយើងដែរបន្ទាប់មកយើង painting skin wake ឲ្យត្រូវនឹងឆ្អឹងដែលយើងបានដាក់ដើម្បីឲ្យងាយស្រួលធ្វើចលនា animation ពេលដាក់ rigging រួចហើយយើងសាក test វាមើលថាយើងដាក់ rig ហើយនឹងយើងអាចធ្វើចលនាបានអត់បន្ទាប់មកយើងចាប់ផ្ដើមរៀប environment យើងឈូសផ្លូវដាក់ស្មៅដាក់អីចឹងឈូសធ្វើផ្លូវធ្វើដីចឹងការធ្វើប្លង់នេះយើងអត់មានរៀប storyboard អីត្រឹមត្រូវទេដោយសារខ្ញុំគិតឲ្យខ្ញុំធ្វើយកតែម្ដងចឹងយើងអត់ចាំបាច់ឆ្លងឲ្យ client មើលទេយើងគិតខ្លួនឯងចឹងគឺចាប់ប្លង់យកតែម្ដងបន្ទាប់ពីយើងឈូសដីយើងធ្វើរបងរួចយើងចាប់ដើមដាំឈើពីមុខផ្ទះយើងចាប់ដើមបញ្ជាព្រះអាទិត្យរះទិសនាអញ្ចឹងខ្ញុំរៀបទិដ្ឋភាពនេះខ្ញុំរៀបប្រហែលជាខ្ទង់ពេលល្ងាចម៉ោងថ្ងៃរៀបលិចអញ្ចឹងណាលើយើងចាប់ផ្ដើមធ្វើ animation ហើយ 3D character king នេះដែរគឺ sponsor ដោយលោកសូចិត្រារិទ្ធហើយអរគុណគាត់ដែរដែលគាត់តែងតែ sponsor model ដល់យើងខ្ញុំអញ្ចឹងបានធ្វើ animation ចែកជូនបងប្អូនបានទស្សនាអញ្ចឹងការធ្វើ animation យើងត្រូវការសម្ដែងខ្លួនឯងដើម្បីបាន reference មកធ្វើចលនាតាមទៅធ្វើ animation បានខ្លះអញ្ចឹងទៅយើងក៏មានអារម្មណ៍ថា boring ខ្ញុំក៏ត្រឡប់មករៀបប្លង់រឿងបន្តទៀតមកដាំស្មៅវិញអញ្ចឹងគឺថាខ្ញុំត្រឡប់មកដាំស្មៅដាំឈើវិញត្រូវដាក់កន្លែងណាសមអីអញ្ចឹងទៅលើមើលថាដាក់ animation យើងចូលមើលជាមួយប្លង់យើងទៅរៀបរួចធ្វើ texture វិញមិនចូលមកចាក់ពណ៌អីចឹងទៅខាងនេះធ្វើតាម reference research អីដែរបើខ្វះឬខុសទាស់អីអធិស្ឋានផងបាទអញ្ចឹងទៅបន្ទាប់ពីយើងចាក់ពណ៌រួចអីអញ្ចឹងទៅយើងមកធ្វើ animation វិញអញ្ចឹងនិយាយទៅអត់ធ្វើតាម flow អីទេថ្ងៃខ្លះយើងធ្វើឲ្យមួយធុញយើងទៅធ្វើឲ្យមួយទៀតនិយាយទៅការងារធ្វើខ្លួនឯងម្នាក់ឯងទាំងអស់អ
ចឹងការធ្វើវាត្រូវការពេលវេលាច្រើនការងារច្រើនមែនទេដើម្បីធ្វើចេញជាវីដេអូដើម្បីធ្វើចេញជាវីដេអូ animation នេះអញ្ចឹងដូចវីដេអូ animation អញ្ចឹងដែលការចេញពីការស្រមៃអីអញ្ចឹងហើយយើងយក concept reference នេះចេញពីរឿងចិនទេតែគ្រាន់តែយើងយកសំឡេងគេមកឆ្នៃកែធ្វើ animation ចលនាផ្សេងអញ្ចឹងទេជាបន្ទាប់ពីធ្វើ animation ហើយអញ្ចឹងយើងចាប់ផ្ដើម export animation ដាក់ចូលក្នុងប្លង់ដែលបានរៀបរួចដើម្បីតេស្តវិញ lighting ហើយលើនេះយើងរៀបចំនៅក្នុងប្លង់ច្រើនជាងមុនយើងដាក់ដើមឈើយើងដាក់នាគរូបចម្លាក់នាគនៅក្រោយផ្ទះអីហ្នឹងទៅឥឡូវយើងចាប់ផ្ដើមដល់ដំណាក់កាលយើង render ចេញហើយយើង compositingយកមក compositing time trong After Effects ចុងក្រោយចាប់ផ្ដើម export ចេញដើម្បីយកទៅដាក់ sound compositingចាំបន្ទាប់ពីបានពូពៀនិងឆ្លងកាត់ចលនាដំណាក់កាលមកសូមរីករាយទស្សនាដូចតទៅខ្លះវាយប្រជារាអ្នកណាខ្លះធ្វើប្រជារាវារបួសឆាប់ចេញមុខមកអាវុធនៅក្នុងដៃពួកឯងគឺសម្រាប់ធ្វើបាបប្រជារាមែនទេហ៎ចាំមិនច្បាស់អ្នកណាហ៊ានធ្វើបាបប្រជារាយើងនឹងស្ដាប់តែដូចចោល